រុនសួស្តីបងប្អូនអរគ្នាចឹងថ្ងៃនេះខ្ញុំសនខ្ញុំសារីចឹងថ្ងៃនេះពួកយើងទាំងពីរនាក់នឹងធ្វើការអាប់ដេតតម្លៃហាងឆេងមាសជូនដល់បងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងឲ្យសារីគាត់នឹងធ្វើការអាប់ដេតតម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះតែម្ដងហាងឆេងមាសនៅក្នុងសប្តាហ៍នេះគឺមានការប្រែប្រួលជាមធ្យមទាក់ទងទៅនឹងតម្លៃឡើងនិងតម្លៃចុះគឺមានការប្រហាក់ប្រហែលគ្នាគឺដោយសារតែទាក់ទងទៅនឹងកិច្ចចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺមានការរាំងស្ទះដោយសារតែរុស្ស៊ីគឺមានការរកកម្មរកកជាមួយនឹងសហរដ្ឋអាមេរិកអញ្ចឹងមកដឹងអំពីតម្លៃហាងឆេងមាសនៅថ្ងៃទី19ខែ2ឆ្នាំ2026ទាំងអស់គ្នាក្នុង1អោនមានតម្លៃ$4,961និងមួយដំឡឹងមានតម្លៃ$5,977ហើយមួយជីមានតម្លៃ$598ព័ត៌មានបន្ថែមឲ្យសនជាអ្នកបកស្រាយបន្តអូខេទាក់ទងទៅនឹងព័ត៌មានបន្តទៀតគឺការកំណត់របស់ FIT បានបង្ហាញថាពួកគេនឹងគ្រប់គ្រងការពិពណ៌នាទ្វេភាគីទៅលើការសម្រេចចិត្តលើអត្រាការប្រាក់នាពេលអនាគតអញ្ចឹងវាឆ្លុះបញ្ចាំងថាបើសិនជាពួកគេដំឡើងទៅលើអត្រាការប្រាក់នឹងធ្វើឲ្យមាសមានការប្រែប្រួលផងដែរអញ្ចឹងមួយទៀតដែរទាក់ទងទៅនឹង FIT ដែរទេអញ្ចឹងពួកគេក៏បាននិយាយផងដែរថាពួកគេនឹងធ្វើការរងចាំមើលទៅលើអតិផរណាអញ្ចឹងបើសិនជាអតិផរណាចេញមកមានការកើនឡើងខ្ពស់អញ្ចឹងពួកគេនឹងធ្វើការដំឡើងទៅលើអត្រាការប្រាក់ដូចគ្នាដែរអញ្ចឹងដោយបងប្អូននឹងដឹងស្រាប់ហើយនៅពេលដែលការដំឡើងទៅលើអត្រាការប្រាក់ខ្ពស់ធ្វើឲ្យមាសមានការប្រែប្រួលធ្លាក់ចុះអញ្ចឹងមួយទៀតវាបូកផ្សំជាមួយនឹងព័ត៌មានដោយសារតែយោធារបស់សហរដ្ឋអាមេរិកបាននឹងត្រៀមខ្លួនធ្វើការវាយប្រហារទៅលើអឺរ៉ង់នៅចុងសប្តាហ៍នេះអញ្ចឹងប៉ុន្តែលោក Donald Trump គាត់អត់ទាន់បានធ្វើការសម្រេចចិត្តនាពេលចុងក្រោយទេថាពួកគេនឹងធ្វើបែបណាបន្តទៀតអញ្ចឹងយើងមានតែរងចាំនៅចុងសប្តាហ៍នេះតើពួកគេនឹងធ្វើការបើកវាយការប្រហារឬក៏យ៉ាងណាបើសិនជាបងប្អូនទាំងគ្នាចង់តាមដានទៅលើតម្លៃហាងឆេងមាសជាប្រចាំថ្ងៃបងប្អូនអាចតាក់ទងមកកាន់ក្រុមរបស់ពួកខ្ញុំក៏បានឬក៏បងប្អូនអាចតាក់ទងទៅកាន់ Page Orange ផ្ទាល់ក៏បានអរគុណច្រើនបងប្អូនទាំងគ្នា